តនេពីធ្វើការតនេពីការសិក្សាឲ្យតែថ្ងៃសៅរ៍អាទិត្យគ្រូអត់រៀនណាខ្ញុំនេះជើងវែងទៀតហើយរត់ទៅកពតវល់ល្ងាចហើយដើរលេងបានច្រើនកន្លែងទៀតចង់ដឹងអត់ថាខ្ញុំទៅកពតវល់ល្ងាចខ្ញុំទៅលេងកន្លែងណាខ្លះហើយខ្ញុំចំណាយអស់ម៉ានអាចទស្សនាវីដេអូនេះទាំងអស់គ្នាអញ្ចឹងរាល់ការចំណាយទាំងអស់ខ្ញុំនឹងដាក់ description ឲ្យអ្នកទាំងអស់គ្នាមើលហើយចង់ទៅលេងកន្លែងដែលខ្ញុំទៅអាចទៅតាមវីដេអូនេះបានហើយវីដេអូនេះរៀងរ៉ោតរ៉ាបន្តិចហើយដោយសារអីដោយសារតែខ្ញុំទៅហ្នឹងគឺជាខែភ្លៀងអញ្ចឹងវាអស់វេត្រូវតែភ្លៀងហើយនឹងកតែម្ដងអញ្ចឹងវីដេអូខ្លះខ្ញុំអត់បានថត full ឲ្យអ្នកទាំងអស់គ្នាមើលទេដូចតែសោះមួយដងអញ្ចឹងវីដេអូហ្នឹងអត់មានប្រយោជន៍អីទេក្រៅពីណែនាំអ្នកទាំងអស់គ្នាឲ្យអស់លុយហើយរកកន្លែងចាយលុយតែប៉ុណ្ណឹងឯងពេលអង្គុយមើលវីដេអូនេះខ្ញុំអង្គុយសើចខ្លួនឯងអត់សំណើចត្រង់អីគឺថ្ងៃធ្វើការខ្ញុំងើបម៉ោង7 8ប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំងើបអត់រួចទេតែបើថ្ងៃដើរលេងណាខ្ញុំងើបម៉ោង4ម៉ោង5ក៏វាជារឿងធម្មតាសម្រាប់ខ្ញុំហ្មងតែខ្ញុំទៅសារខ្លួនឯងដែរប៉ាកែណាប៉ាកែរឿងអីប៉ាកែចាយលុយនិយាយទៅឲ្យតែកន្លែងណាត្រូវអស់លុយខ្ញុំរកតើឃើញអត់មានថាលាក់ខ្លួនមួយខ្ញុំបានទេគឺទៅរកតន់តែឃើញហ្មងអាហ្នឹងណាគេហៅថាជំនាញចាយលុយអូយនិយាយលេងហ្នឹងអត់គ្នាប៉ុន្តែវាជាការប៉ັດរបស់ខ្ញុំដែរហ្នឹងឯងអូយនិយាយលេងសើចតែបែបហ្នឹងអស់ហើយតោះឥឡូវយើងចូលសាច់ការរបស់យើងវិញឥឡូវពួកយើងបានចេញពីកាហ្វេក៏ឆ្ពោះទៅវត្តសំពៅ5ហើយនេះគឺជាទេសភាពដែលអត់ទាន់មានភ្លៀងប៉ុន្តែឥឡូវពួកយើងមើលទេសភាពអត់កើតទេដោយសារតែវាមានអាប់ផងមានភ្លៀងលាយឡំជាមួយគ្នាពេញនឹងអញ្ចឹងទេសភាពក៏មើលអត់ឃើញដែរអញ្ចឹងពួកយើងក៏ឆ្ពោះទៅអគារកាស៊ីណូចាស់ដែលគេទុកចោលតាំងពីយូរមកហើយតែកាស៊ីណូនោះស្អាតប៉ុន្តែក៏មានអារម្មណ៍ថាខ្លាចដែរហើយពួកយើងមើលទេសភាពមកស្ទុះហើយពួកយើងក៏បន្តទៅណាទៅមកកន្លែងទៀតហើយគឺជាវិហារកាតូលិកវិហារនេះឥឡូវគឺមានភាពល្បីល្បាញមែនតើដោយសារតែណាគេក៏មកលេងកន្លែងហ្នឹងដែរហើយបើគ្នាយើងចង់មើល detail ខ្ញុំបានដាក់អក្សរនៅក្នុងនោះដែរអញ្ចឹងអាចមើលនៅក្នុងវីដេអូនេះបានណាហើយវីដេអូមានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយបាយបាយ